ស្វាគមន៍មកប្រិមិត្តដែលស្នេហាវិស័យកីឡាការប្រយុទ្ធមិញនេះអាណាសើដាក់4-0ជាមួយនឹងអាល់ហាសេបនៅបៃអារ៉ាប់បពប្រិមិត្តយើងហើយពូដូរកបាន2គ្រាប់ម្នាក់ឯងអស្ចារ្យមែនទេសម្រាប់ពូដូសរុបគ្រាប់បាល់ឲ្យគាត់រកបានអាជីពសម្រាប់បាល់ទាត់របស់គាត់គឺ964គ្រាប់តាំងយកមិញ2គ្រាប់បពប្រិមិត្តពូដូនឹងអាចឈានទៅដល់1000គ្រាប់ហើយបពប្រិមិត្តយើងអស្ចារ្យណាស់សម្រាប់អាជីពរបស់ពូដូមុននឹងគាត់ចូលនិវត្តន៍គោលដៅរបស់គាត់គឺដាក់ទៅដល់1000គ្រាប់បងប្អូនប្រិមិត្តអូមិនធម្មតាទេដូច្នេះអ្វីដែលគាត់ប៉នឹងអាចសង្ឃឹមរកបានគ្រប់1000គ្រាប់គាត់នឹងបំបីកំណត់ត្រាពិភពលោកដែលធ្វើឲ្យរង្គោះគឺនៃពិភពបាល់ទាត់ផ្ទាល់តែម្ដងបងប្អូនប្រិមិត្តយើងក៏លេចមកមើលត្រាស្ថិតិនៅបៃអារ៉ាប់គឺអាណាសើនៅឈរលេខរៀងទី1ផ្ទាល់តែម្ដងការយកឈ្នះយកមិញគឺធ្វើឲ្យអាណាសើឡើងកូនតែម្ដងហើយអាហេឡាល់គឺធ្លាក់មកដល់លេខរៀងទី2អាណាសើ22ប្រកួតឈ្នះ18ស្មើ1ចាញ់3មាន55ពងអាហេឡាល់ធ្លាក់មកដល់លេខរៀងទី2គូដូយកមិញធ្វើឲ្យអាហេឡាល់លឺភ្នែកផ្ទាល់តែម្ដងបងប្អូនធ្វើទៅបិទអាហេឡាល់នាំចូលកីឡាករល្អមិនមែនប៉ុន្តែគូដូនៅតែបោះជំហានទៅមុខនៅអាចទម្លាក់អាហេឡាល់មកលេខទី2អស្ចារ្យណាស់សម្រាប់ក្លឹបអាណាសើពីមុនមកបងប្អូនប្រិមិត្តយើងគឺក្លឹបនៅបៃអារ៉ាប់គឺគ្មានពីណាគេស្គាល់ទេទើបតែគូដូទៅលេងនឹងបង្ហាញមុខមាត់នៅទីនោះធ្វើឲ្យក្លឹបនៅបៃអារ៉ាប់គឺល្បីរង្គោះគឺមែនទែនសម្រាប់ពិភពលោកដែលស្គាល់នៅបៃអារ៉ាប់បងប្អូនប្រិមិត្តយើងហើយរឿងមួយដែលអស្ចារ្យទៀតគឺការប្រយុទ្ធមិញពូដូបានក្រងឈុតនៅស្ដាច់ស៊ូតង់ផ្ទាល់តែម្ដងឈុតនេះកម្រណាស់បងប្អូនប្រិមិត្តកម្រយកទៅពាក់ឲ្យអ្នកណាពេលផ្ដាស់ណាស់ដូច្នេះបងប្អូនប្រិមិត្តទើបនៅអារ៉ាប់គេដាក់ឈ្មោះឲ្យពូដូថាជាស្ដាច់បាល់ទាត់នៅបៃអារ៉ាប់តែម្ដងគឺ The King Football នៅឯបៃអារ៉ាប់បងប្អូនប្រិមិត្តយើងមិនធម្មតាទេពូដូដែលបានក្រងឈុតនៅស្ដាច់ស៊ូតង់ផ្ទាល់តែម្ដងកម្រមានណាស់បងប្អូនសម្លៀកបំពាក់បែបនេះมันអាចយកទៅពាក់ពេលផ្ដាស់សម្រាប់បុគ្គលដែលមិនមានភាពឆ្នើមឬក៏បុគ្គលដែលមិនបង្ហាញមុខមាត់ឬស្នាដៃអ្វីនោះទេប៉ុន្តែសម្រាប់ពូដូគឺអាចធ្វើបានគឺក្រងឈុតស្ដាច់សួរតង់ផ្ទាល់តែម្ដងអស្ចារ្យសម្រាប់ពូដូអបអសាទរដល់ពូដូដែលធ្វើបានគ្រប់រឿងហើយគ្រប់យ៉ាងធ្វើឲ្យរង្គោះរង្គើនៃពិភពបាល់ទាត់យើងមានទៅចាំមើលថានៅពេលដែលមុនគាត់បញ្ចប់អាជីពជាកីឡាករបាល់ទាត់គាត់អាចរកបាន1000គ្រាប់ដែរឬទេដូច្នេះខ្ញុំនឹងសង្ឃឹមថាគាត់នឹងអាចរកបានសូមអរគុណបងប្អូនប្រិយមិត្តដែលស្នេហាវិស័យកីឡាសូមជម្រាបលា